សួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូរបស់ Admin ភូមិខ្មោច Podcast ដែលនៅថ្ងៃនេះខ្ញុំនឹងនាំអារម្មណ៍របស់អ្នកទៅកាន់កន្លែងមួយដែលពោរពេញទៅដោយរឿងអធិកំបាំងនិងរឿងភាគព្រលឹងកន្លែងនោះគឺជាសន្តាគារ Ghost Palace Hotel ដែលស្ថិតនៅលើភ្នំ Bedugul ខេត្តបាលីប្រទេសឥណ្ឌូនេស៊ីសន្តាគារនេះគឺជាគម្រោងសំណង់ដ៏ធំនិងអស្ចារ្យមួយប៉ុន្តែវិបត្តិនិងហេតុផលជាច្រើនបានធ្វើឲ្យវាត្រូវបានបោះបង់ចោលហើយបន្ថែមពីនេះកន្លែងនេះត្រូវបានគេចាត់ទុកថាមានភ្លេចភ្លាំងនិងមានព្រលឹងសម្បូរបែបថ្ងៃនេះខ្ញុំនឹងបង្ហាញពីប្រវត្តិសាស្ត្រព្រលឹងនិងរឿងរ៉ាវផ្សេងៗដែលទាក់ទងនឹងកន្លែងនេះដូច្នេះសូមអង្គុយស្ងាត់ៗហើយចាប់ផ្ដើមរីករាយជាមួយខ្ញុំ1. ប្រវត្តិសង្ខេបនៃសន្តាគារ Ghost Palace Hotel Ghost Palace Hotel ត្រូវបានចាប់ផ្ដើមសាងសង់នៅក្នុងទសវត្សរ៍1990ដោយសហគ្រិនរូបមួយដែលមានឈ្មោះថា Tommy Suharto កូនប្រុសរបស់ប្រធានាធិបតីអតីត Suhartoគម្រោងនេះមានគោលបំណងបង្កើតសន្តាគារលំនៅឋានប្រណីតដែលមានបន្ទប់ជាច្រើនជាង400បន្ទប់សម្រាប់ទាក់ទាញភ្ញៀវទេសចរអន្តរជាតិនិងជាផ្លូវការសម្រាប់ការស្នាក់នៅលំដាប់ពិភពលោកតំបន់ Bedugul ដែលសន្តាគារនេះស្ថិតនៅមានទេសភាពល្អឥតឆរបរិយាកាសត្រជាក់ព្រមទាំងមានបឹង Beratan ដែលជាបឹងធំមួយមានទឹកស្អាតនិងមានទេសភាពស្រស់ស្អាតជុំវិញយ៉ាងណាមិញទស្សនីយភាពនេះមិនបានធ្វើឲ្យគម្រោងនេះបន្តឡើយទី2ហេតុផលដែលធ្វើឲ្យគម្រោងបូរាជ័យតើហេតុអ្វីបានជាសន្តាគារលំនៅឋានធំមួយនេះទៅមកត្រូវបានបោះបង់រំលងនិងទុកឲ្យคล้ายជាកន្លែងរៀងស្ងួតហេតុទី1គឺស្ថានភាពហិរញ្ញវត្ថុរបស់ Tommy Suharto ដែលបានជួបវិបត្តិធ្ងន់ធ្ងរគាត់ត្រូវបានចោទប្រកាន់ពីបទល្មើសដ៏ធ្ងន់ធ្ងរមួយដែលទាក់ទងនឹងការបំផ្លាញសិទ្ធិនិងសម្លាប់មនុស្សម្នាក់ទី2គឺវិបត្តិហិរញ្ញវត្ថុអាស៊ីក្នុងឆ្នាំ1997-1998ដែលបានធ្វើឲ្យសេដ្ឋកិច្ចឥណ្ឌូនេស៊ីធ្លាក់ចុះយ៉ាងខ្លាំងប្រទេសមួយចំនួនក្នុងតំបន់ត្រូវបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរហើយគម្រោងធំៗជាច្រើនត្រូវបានបោះបង់ទី3គឺការប្រហារបាលីក្នុងឆ្នាំ2002ដែលបង្កឲ្យវិស័យទេសចរណ៍នៅបាលីធ្លាក់ចុះយ៉ាងខ្លាំងបំណងនៃការប្រកួតប្រជែងគ្នានៅទីផ្សារទេសចរណ៍មិនអាចបន្តបានទៀតទាំង3ហេតុផលនេះរួមគ្នាធ្វើឲ្យគម្រោងធំមួយនេះក្លាយទៅជាកន្លែងទទេនិងសំណង់រំលង3រឿងភាគអាថ៌កំបាំងនិងព្រលឹងស្មើមានរឿងហៅច្រើនដែលបង្ក្រាបព្រលឹងនៅក្នុង Ghost Palace Hotel នៅក្នុងសហគមន៍និងអ្នកដែលចូលទៅស្រាវជ្រាវតែងតែមានរឿងនិទានព្រលឹងមួយចំនួនព្រលឹងកម្មករដែលបានស្លាប់នៅពេលសាងសង់សន្តាគារគេនិយាយថាមានកម្មករច្រើនបានស្លាប់ដោយហេតុផលចម្រុះដូចជាគ្រោះថ្នាក់ការងារសុខភាពអាក្រក់និងការបំផ្លាញជីវិតក្នុងសំណង់ព្រលឹងរបស់ពួកគេត្រូវបានគេហៅថាភ្លេចភ្លាំងនៅកន្លែងនេះមានរឿងនិទានអំពីភ្ញៀវនិងបុគ្គលិកសន្តាគារបានបាត់បង់យ៉ាងចម្ងាយពេលវេលាមិនមាននរណាឃើញពួកគេមុនដែរភ្លេចភ្លាំងទាំងអស់បានទុកឲ្យវាលមកខាងនេះក្លាយជាកន្លែងស្ងួតនិងគ្មានស្លាប់រស់ក៏មានរឿងរ៉ាវថាសំណង់នេះមានសាហាវព្រោះវាត្រូវបានគេឲ្យប្រទះសេវារដ្ឋបាលពាក់ព័ន្ធនឹងការបំពាននិងករណីរបស់ Tommy Suharto មានអ្នកគិតថាអ្នកដែលពាក់ព័ន្ធនឹងគម្រោងនេះបានព្យាយាមវាយតម្លៃការងាររបស់តការីរបស់ពួកគេព្រោះការជាប់ពាក់ព័ន្ធនឹងអំពើទោសធ្ងន់ធ្ងរ4ការចូលមើលនិងការស្រាវជ្រាវអ្នកចូលមើលកន្លែងនេះជាច្រើនអ្នកជាពិសេសអ្នកដែលចូលចិត្តធ្វើ urban exploration ក៏បានចូលទៅស្រាវជ្រាវកន្លែងនេះយ៉ាងសកម្មពួកគេចូលទៅដោយសេរីតែក៏ត្រូវបង់ថ្លៃទូចៗឲ្យអ្នកថែទាំដើម្បីទទួលបានការអនុញ្ញាតឲ្យចូលអាគារត្រូវបានគេដឹងថាមានការខូចខាតខ្លាំងព្រោះវាត្រូវបានទុកឲ្យរំលងជាច្រើនឆ្នាំមានបំពង់ទឹកខូចខ្សែអគ្គិសនីឆ្អឹងឆ្អាញនិងកន្លែងដែលអាចធ្លាក់ចុះបាន
អ្នកចូលមើលត្រូវប្រយ័ត្នខ្លាំងព្រោះមានសត្វព្រៃជាច្រើននៅក្នុងវាលសំណុងនេះដូចជាខ្លាឃ្មុំនិងកណ្ដុរការផ្សព្វផ្សាយនិងបែបបទវប្បធម៌កន្លែងនេះបានក្លាយជាកន្លែងមឿងប្រជាប្រិយភាពនៅក្នុងការប្រមូលផ្ដុំរឿងភាគអាថ៌កំបាំងព្រមទាំងជាកន្លែងសម្រាប់ភ្ញៀវចូលទៅសាកល្បងបែប Urban Exploration ក្នុងវប្បធម៌បាលីកន្លែងដែលមានប្រលឹងនិងរឿងភាគបែបនេះតែងតែជាកន្លែងដែលត្រូវបានគេគោរពនិងគេជៀសវាងប៉ុន្តែក៏មានអ្នកចង់ស្វែងយល់និងបង្ហាញពីរឿងរ៉ាវនេះទៅកាន់ពិភពលោក6. សេចក្តីសន្និដ្ឋាន Ghost Palace Hotel គឺជាផ្នែកមួយដែលបង្ហាញពីប្រវត្តិសាស្ត្រសំណុំនិងរឿងភាគប្រលឹងពិតប្រាកដកន្លែងនេះគ្មានតែជាសំណង់ប៉ុណ្ណោះទេប៉ុន្តែវាជាផ្នែកមួយនៃរឿងរ៉ាវដែលមានប្រលឹងនិងអត្ថកំបាំងអ្នកដែលចូលទៅគឺទទួលបានបទពិសោធន៍ចម្លែកនិងអារម្មណ៍ថាប្រហែលជាកំពុងនៅក្នុងពិភពមួយផ្សេងទៀតដែលមិនសូវមានគេដឹង7. ចុងក្រោយនេះសូមអរគុណសម្រាប់ការតាមដានវីដេអូរបស់ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាមានអារម្មណ៍ចាប់អារម្មណ៍និងរំភើបចិត្តចំពោះរឿងភាគប្រលឹងនិងប្រវត្តិសាស្ត្រនៃ Ghost Palace Hotel សូមកុំភ្លេច Like, Share និង Subscribe ដើម្បីទទួលវីដេអូថ្មីៗនិងរឿងភាគប្លែកៗផ្សេងទៀតពីខ្ញុំបើអ្នកចង់បានរឿងភាគផ្សេងៗឬត្រូវការជំនួយផ្សេងទៀតសូមមេត្តាផ្ញើសារមកខ្ញុំបានគ្រប់ពេល